ខ្ញុំបែកគ្នារយៈពេលប្រហែលជាបើយើងគិតទៅវាខ្ទង់ជាង2ទៅ3ឆ្នាំហើយពេលខ្លះការបែកគ្នាវាមិនមែនជារឿងអាក្រក់ទេបើសិនជាទាំងអស់គ្នាកំពុងស្ថិតនៅក្នុង relationship មួយឬក៏ស្នេហាមួយដែរមើលទៅយើងមានសម្ពាធខាងណាមួយមិនថាខាងប្រុសឬក៏ខាងស្រីពេលខ្លះអាចជំរើសដែលយើងរកផ្លូវថាដើរផ្សេងគ្នាហ្នឹងគឺវាជាជំរើសល្អគាត់ថាធម្មតាទេវាតែងតែរៀងពិបាកពីដំបូងតិចប៉ុន្តែបើសិនជាគ្នាយើងហ៊ានថាសម្រេចចិត្តថានឹងហ៊ានដើរផ្លូវផ្សេងគ្នាខ្ញុំគាត់ថាវាជារឿងល្អមិនមែនរាល់តែការបែកគ្នាទាំងអស់វាគឺជារឿងអាក្រក់ទេដោយសារការបែកគ្នាខ្លះធ្វើឲ្យយើងអាចវិវត្តខ្លួនទៅជាមនុស្សថ្មីមួយដែលល្អជាងហ្នឹងទាំងសងខាងខ្ញុំមិននិយាយតែម្ខាងទេព្រោះថាជួនកាលយើងអាចមានសម្ពាធអ្វីមួយយ៉ាងនៅក្នុងទំនាក់ទំនងមួយហ្នឹងមិនថាការបិទសិទ្ធពេលវេលាឬក៏ការទាមទារអ្វីមួយយ៉ាងក៏ដោយអញ្ចឹងហើយបើសិនជាយើងដឹងខ្លួនថាអូខេខ្ញុំមិនអាចបន្តអញ្ចឹងបានទេយើងអាចរើសផ្លូវមួយហើយយើងប្រាប់ហេតុផលគ្នាទៅវិញទៅមកឲ្យសមរម្យទៅគឺខាងនោះនឹងយល់ពីយើងហើយយើងក៏យល់ពីគេយើងអាចរកផ្លូវដើររៀងខ្លួនគឺល្អមែនតើសម្រាប់ខ្ញុំផ្ទាល់តាំងពីខ្ញុំបែកគ្នាមកគឺវាអត់មានរឿងអាក្រក់អីកើតឡើងទេគឺគេរស់នៅដោយគេយើងរស់នៅដោយយើងទៅវាអាចបើកផ្លូវថ្មីមួយសម្រាប់ខ្ញុំដែរដែលខ្ញុំអាចរកឃើញខ្លួនឯងអាចធ្វើឲ្យខ្លួនឯងវិវត្តខ្លួនបានល្អជាងមុនធ្វើឲ្យខ្លួនឯងស្គាល់អ្វីទៅដែលគេហៅថាភាពឯកាប៉ុន្តែយើងអាចធ្វើរឿងដែលយើងចង់ធ្វើបានអាហ្នឹងគឺជារឿងល្អមែនទែនអញ្ចឹងខ្ញុំសូមឲ្យគ្នាយើងគិតលើបញ្ហាមួយហ្នឹងបើសិនជាទាំងអស់គ្នាស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងខ្ញុំគិតថាការចាក់ចែងគឺជារឿងល្អបំផុតហើយដើម្បីកុំឲ្យយើងមានសម្ពាធឬក៏មានបញ្ហាផ្លូវចិត្តនៅថ្ងៃមុខ